ok ក្នុងនាមជាគ្រូគឺតែតែចង់ឲ្យសិស្សដឹងពីចំណុចដែលគួរធ្វើនិងមិនគួរធ្វើអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកក្នុងវីដេអូមួយនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាតើការវឹកហាត់ដែលឆ្វេងវឹកហាត់បែបណាដែលវាត្រឹមត្រូវហើយបែបណាដែលវាអត់ត្រឹមត្រូវតើត្រឹមត្រូវមិនត្រឹមត្រូវមិនពេលដែលយើងវឹកហាត់ដែលឆ្វេងដែលត្រឹមត្រូវគឺយើងនឹងអត់មានអារម្មណ៍ថាហត់ទេហើយយើងក៏អត់មានអារម្មណ៍ថាឈឺភ្នែកស្វាំងភ្នែកហត់ភ្នែកដែរតែហេតុដែលយើងធ្វើខុសគឺអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអូយការតរំភ្នែកនឹងពិបាកខ្លាំងមែនតើតោះចាំមកមើលពីការធ្វើដែលត្រូវសិនការធ្វើដែលត្រូវគឺអ្នកទាំងអស់គ្នាត្រូវញែកចូលឲ្យបានអញ្ចឹងឲ្យរោមភ្នែកហ្នឹងគឺនៅចំប្រឡោះកណ្ដាលបែបហ្នឹងណាឃើញទេហើយចុងតាគៀបហាមបុកសាច់ពួកពេលដែលយើងបុកសាច់ភ្លាមគឺមានន័យថាកម្លាំងយើងទាំងមូលគឺយើងសង្កត់លើគាត់អញ្ចឹងតាគៀបយើងគឺត្រូវតែទប់នៅលើលំហបែបនេះរោមនៃធម្មជាតិមួយទៅសាច់ដែលយើងត្រូវតគឺត្រូវតែនៅចំកណ្ដាលនៃដងគៀបទាំងសងខាងចុះបើសិនជារោមនឹងកណ្ដាលតែទៅជាបែបនេះឧទាហរណ៍ណាទៅជាបែបនេះអ្នកនរគ្នាមើលឃើញទេប្រកាសជាមើលអត់ឃើញទេអញ្ចឹងយើងនឹងត្រូវទៅប្រឹងមើលថាគល់វានៅណាហើយយើងដាក់បែបនេះទៅចូលអញ្ចឹងកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវចាប់អារម្មណ៍ណាការញែកដែលឆ្វេងដែលឃើញគេធ្វើរហូតដល់ថាស្រួលហ្នឹងគឺមិនស្រួលទេអ្នកនរគ្នាដឹងពីចំណុចពិសេសនៅក្នុងការប្រើប្រាស់ដងគៀបឆ្វេងដែលត្រឹមត្រូវតែមើលណាខ្ញុំគ្រាន់តែសាកបត់ទៅគៀបហ្នឹងមកនេះវិញឃើញអ្នកនរគ្នាស្រួលឃើញស្រួលមើលអត់ចាំបាច់ប្រឹងអត់ចាំបាច់ហត់តែបើគ្មានកលឹះហ្នឹងទេអ្នកនរគ្នានឹងទៅប្រឹងមើលរោមភ្នែកមកតសៃហ្នឹងរហូតដល់ឈឺភ្នែកអញ្ចឹងការតបើយើងធ្វើឲ្យឈឺភ្នែកអញ្ចឹងយើងមានអារម្មណ៍ណាតទៅអត់អញ្ចឹងបានជាហេតុដែលខ្ញុំពេលដែលខ្ញុំបរៀនសិស្សគឺខ្ញុំតែងតែផ្ដោតទៅលើការប្រើប្រាស់ដៃឆ្វេងប្រើបែបណាដែលត្រឹមត្រូវប្រើបែបណាដែលថាធ្វើទៅយើងហត់ធ្វើបែបណាដែលយើងជាជាងហ្នឹងយើងមានភាពងាយស្រួលចុះបើរោមភ្នែកហ្នឹងតូចនៅចិត្តហ្នឹងយើងត្រូវធ្វើម៉េចគឺអាចមើលវីដេអូនេះបានបើសិនជាយើងធ្វើត្រឹមត្រូវការវឹកហាត់ដៃឆ្វេងរបស់យើងបានល្អការតរបស់យើងគឺនឹងមានភាពងាយស្រួលហើយលឿនទៀតតែបើសិនជាយើងញែកអត់ត្រូវឧទាហរណ៍យើងញែកអត់បានឃើញអញ្ចឹងយើងអត់ដឹងថាយើងត្រូវចាប់ផ្ដើមទៅត